ចាតោះបងប្អូនឥឡូវយើងមកធ្វើការដឹងពីការទូទាត់ប្រាក់ងាយស្រួលពីរយ៉ាងដែលបងប្អូនដែលទៅតែមកដល់កូរ៉េថ្មីហ្នឹងណាអញ្ចឹងសម្រាប់ការទូទាត់នៅក្នុងប្រទេសកូរ៉េខ្ញុំគិតថាបងប្អូនដែលទៅមកថ្មីប្រកាសជាមានភាពលំបាកខ្លាំងហើយមែនទេអញ្ចឹងខ្ញុំនឹងជួយសម្រួលដល់បងប្អូននឹងណែនាំពីរបៀបទូទាត់ដ៏ងាយស្រួលពីរយ៉ាងនេះហើយបងប្អូនអាចធ្វើការជ្រើសរើសយកបានតើបងប្អូនធ្លាប់បងប្រាក់ដោយប្រើកាតដោយខ្លួនឯងទេពេលទៅហាងបាយប្រហែលថ្ងៃហ្នឹងនៅប្រទេសកូរ៉េឥឡូវហាងបាយមួយចំនួនគឺត្រូវការកាត់ប្រាក់ដោយខ្លួនឯងបងប្អូនធ្លាប់ជួបបាត់នឹងអត់ដោយសារតែមានបតងចុចច្រើនពេកអញ្ចឹងហើយប្រព័ន្ធទូទាត់គឺខុសៗគ្នាហើយវាមានភាពមុខស្មាញនិងពិបាកខ្លាំងដូច្នេះហើយខ្ញុំប្រមូលវិធីទូទាត់ប្រាក់ដោយខ្លួនឯងដែលយើងប្រើញឹកញាប់នៅក្នុងប្រទេសកូរ៉េមានចំនួន3ខ្ញុំនឹងជម្រាបជូនបងប្អូននៅអព័ត៌មានអំពីការប្រើប្រាស់ទី2គឺយើងទូទាត់បញ្ចូលការទូរស័ព្ទមានបងប្អូនខ្លះគាត់វេថ្លៃបញ្ចូលការទូរស័ព្ទជូនគេឬក៏វេតាមទូ ATM ប៉ុន្តែសម្រាប់កម្មវិធីនេះគ្រាន់តែបញ្ចូលការទូរស័ព្ទវានឹងអាចធ្វើការផ្សាយយកប្រព័ន្ធទូរស័ព្ទឬក៏ប្រភេទ SIM ដោយស្វ័យប្រវត្តិអាចទូទាត់បានលឿនតាមរយៈការធនាគារផងដែរចាមែនណាខ្ញុំគិតថាវាងាយស្រួលមែនទែនក្នុងការប្រើជាងទូបញ្ជាបងប្រាក់ចាអញ្ចឹងយ៉ាងហោចណាស់បងប្អូនត្រូវតែប្រកាសថាអាចប្រើប្រាស់វាយ៉ាងហោចណាស់ក៏ម្ដងដែរដើម្បីបានព័ត៌មានបន្ថែមបងជួយដាក់ comment ពាក្យថាហាន់គុកឬក៏ភាសាកូរ៉េពាក្យណាក៏បានដែរ comment មួយដើម្បីធ្វើការទទួលបានព័ត៌មានក្នុងការទូទាត់ប្រាក់និងរបៀបបញ្ចូលការផងដែរ